ស្ដីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមកលេងគោវត្តដែរមកអ្នកគ្នាអើយគឺឥឡូវនេះយើងធ្វើការជីទៅគោវត្តគឺស្ទើរដើមឈើព្រៃសម្ងាត់ខ្លាំងមែនទែនគឺដើមឈើតាមផ្លូវអង្គរវត្តយើងតាមផ្លូវសៀមរាបយើងទៅអង្គរវត្តហ្នឹងណាគឺស្ទើរដើមឈើហ្មងហើយមានកន្លែងណាមកលបហើយកន្លែងណាទៀតគឺក្តៅតែស្រស់ថ្លាហ្មងគឺយើងអត់អីទេបើយើងមានដើមឈើហើយទាំងហ្មងអ្នកគ្នាឥឡូវយើងពងជីទៅអីគឺក្តៅខ្លាំងមែនតើប្រហែលម៉ោង12ម៉ោង1ម៉ោង12ម៉ោង11ចឹងណាហើយឥឡូវនេះយើងពងជីទៅហ្មងអ្នកគ្នាគឺតាមផ្លូវស្អាតខ្លាំងមែនតើមានផ្លាកអីសំគាល់អីត្រឹមត្រូវហ្មងអ្នកគ្នាឥឡូវយើងជីទៅហើយយើងឃើញច្រកឃើញពុំច្រកណែផ្លូវតាមផ្លូវអង្គរវត្តគឺមានច្រកផ្លូវតែយើងផុតអាចច្រកផ្លូវនោះយើងអត់ទាន់ទៅដល់អង្គរមែនទេយើងប្រហែល2គីឡូ3គីឡូទៀតបាត់យើងទៅដល់ឥឡូវយើងពងជីទៅហើយតែមកអ្នកគ្នាគឺច្រកចូលគឺស្អាតមែនទែនគឺកន្លែងទៅណាគឺស្ទះចរាចរណ៍គឺគេបើច្រើនពេកបច្រើនពេកឥឡូវជីចូលបានហើយគឺស្អាតខ្លាំងស្លឹកគីជីហ៎គឺប្រទេសណាក៏មកដែរមកអ្នកគ្នាអើយប្រទេសថៃប្រទេសអង់គ្លេសគឺមកប្រទេសបារាំងប្រទេសអង់គ្លេសប្រទេសបារាំងគឺគេមកដែរគុំថាប្រទេសអីក៏មកដែរតែគេនេះគេមកទាំងអស់ហើយឥឡូវពងតែជីទៅហីអានេះគឺជាអង្គរវត្តមកអ្នកគ្នាគឺច្រកចូលយើងពងតែដើរទៅហីច្រកចូលអង្គរវត្តគឺមនុស្សម្នាគឺច្រើនខ្លាំងមែនទែនឆ្នាំមុនក៏ច្រើនដែរឆ្នាំនេះច្រើនណាច្រើនជាងឆ្នាំមុនឥឡូវយើងពងតដើរមើលទេសភាពគឺស្ទើរតាមត្នោតចឹងណាអានេះគេពងតចុះយើងពងតឡើងវ៉ាស្អាតមកអ្នកគ្នាឥឡូវនេះយើងកំពុងតែដើរតាមនេះមកអ្នកគ្នាគឺដើមត្នោតគឺខ្ពស់ខ្លាំងហើយពេលស្មៅវិញគឺពូបៃតងស្រស់បំប្រងហ្មងមើលណែអានេះដើមត្នោតខ្ពស់យើងចុះពីផ្សារចុះពីអង្គរវត្តច្រឡំឥឡូវនេះយើងពងតែដើរទៅហើយចូលអង្គរវត្តទៀតមើលណែទេសភាពស្អាតខ្លាំងហ្មងអ្នកគ្នាអើយគឺស្អាតខ្លាំងមែនតែនហ្មងឥឡូវនេះយើងពងតែដើរមើលទៀតហើយមានអង្គរវត្តធំនិងអង្គរវត្តទូចនោះឃើញតែតំបួលឥឡូវយើងពងតែដើរទៅហើយដើរមើលទេសភាពហើយអារម្មណ៍យើងស្រស់ថ្លាហើយហាន់នឹងទៅមើលស្វាទៀតមកអ្នកគ្នាគឺយើងដើរមើលសិនមើលទេសភាពស្អាតគឺស្រស់បំព្រមខ្លាំងហ្មងឥឡូវនេះយើងទៅការដើរទៀតដើរចូលអង្គរវត្តទៀតយើងដើរផងមើលទេសភាពផងឲ្យអារម្មណ៍ស្រស់ថ្លាគឺយើងកំពុងតែដើរទៅហើយមានតែទេសភាពស្អាតណាហើយដើមត្នោតក៏ខ្ពស់ទៀតហើយតាមនេះមកអូនតាមរបងគឺមានរូបចន្ទៈធ្វើជាលបងគឺមានហើយមាននេះកសែទៀតមានអ្នកដើរថតឥឡូវនេះយើងពងទៅដើរទៅហីឃើញអត់បងអូនស្អាតអត់
ហើយអាតនេះបាក់អស់ហើយព្រោះតានេះហ៎វារົບប៉ុនឆ្នាំវាត្រូវតបាក់ចឹងហើយហើយឥឡូវយើងកំពុងតែដើរទៅហើយគឺទេសភាពគឺស្រស់បំព្រងហ្មងហើយខៀវទៀតកំត្រដើមអីហ្នឹងគឺខៀវហ្មងស្មៅក៏ខៀវដែរគឺខៀវគ្រប់ពេលវេលាហ្មងគឺស្អាតខ្លាំងឥឡូវនេះយើងដើរទៅមើលយើងកំពុងតែដើរទៅហើយគឺស្អាតខ្លាំងឥឡូវនេះយើងដើរទៅចូលអង្គរវត្តទៀតហើយដើរទៅចូលអង្គរវត្តដើរផងមើលទេសភាពផងហើយនេះគឺជាស្វាគឺស្វាពងតែបលែមួយកូនហើយកូនមកធ្វើអីមកផ្អេសដៃអេសជើងនេះស្វានេះផឹកទឹករួចយកដបមកលេងអានេះស្វានេះគឺហូបស្វាហ្មងអ្នកគ្នាគឺធំខ្លាំងមែនទែនហ្មងស្វានេះឲ្យមីទៀតនឹងមានកូនម៉ានទេហ្មងអ្នកគ្នាអើយហើយខ្ញុំឃ្លានស្វាទៀតថាលេងឯងខ្ញុំមិនឃ្លានស្វាយឯងគឺឥឡូវនេះយើងធ្វើការជិះទៅផ្ទះវិញហ្មងអ្នកគ្នាយើងជិះទៅផ្ទះវិញហើយមើលឃើញតែផ្លូវយើងជិះទៅផ្ទះវិញហើយយើងជិះមកជិះទៅហ៎វ៉ាមើលវិចិត្របណ្ដឹងគឺស្អាតខ្លាំងមែនទែនហ្មងគឺស្អាតខ្លាំងយកតែមែនទែនហ្នឹងហើយបងប្អូនគឺយើងជិះទៅផ្ទះវិញណាចុងវីដេអូយើងមិនតែប៉ុណ្្នឹងទេបាយបាយបងប្អូនអ្នកគ្នាវីដេអូក្រោយជួបគ្នាបាយបាយ